បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងមករយៈនេះខ្ញុំឃើញនៅក្នុងក្រុមសម្រាប់បងប្អូន OC គឺមានករណីបោកច្រើនមែនទែនមិនថាលុយតិចលុយច្រើនការទិញរបស់របរទេបងប្អូនបាទនៅតែមានបងប្អូនបាទបញ្ជាក់ទៅកាន់បងប្អូនអញ្ចឹងខ្ញុំអ្នករកស៊ីដែរខ្ញុំក៏ទិញទូរស័ព្ទមកទឹកទិញម៉ូតូទិញអីចឹងទៅបាទមានទទួលប្រចាំកុំព្យូទ័រប្រចាំអីទូរស័ព្ទជានេះអាចចឹងទៅបងប្អូនដល់ឡែកថ្ងៃនេះខ្ញុំចង់បញ្ជាក់ទៅកាន់បងប្អូនថានៅសម័យនេះបងប្អូនបាទកាន់ប្រយ័ត្នជាងមុនទៀតបងប្អូនទៅចាំបងប្អូនបាទអញ្ចឹងបងប្អូនរាល់ទិញរបស់របរបងប្អូនទៅពិនិត្យឬក៏ស្គាល់ឲ្យបានច្បាស់នៅអ្នកលក់ឬក៏អ្នកទិញណាបងប្អូនឲ្យបានច្បាស់ជៀសវាងការបោកប្រាស់គឺករណីការបោកគឺច្រើនមែនទែនបងប្អូនប្រហែលថ្ងៃមុននោះគឺទិញណាគេទេបងប្អូនណាទេទិញម៉ូតូបាទបងលុយឲ្យគេហើយឆ្ងាយដៃឲ្យដាក់ឡានថតទាំងផ្លាកលេខឡានថតអីករណីបោកនេះខ្ញុំប្រាប់បងប្អូនបើបងប្អូនទិញឆ្ងាយដៃកុំផ្ញើលុយឲ្យគេឲ្យបានសោះមុននឹងសោះណាបងប្អូនឧទាហរណ៍ខ្ញុំដែលរកស៊ីមួយខ្ញុំឲ្យនេះបងប្អូនបើបងប្អូនស្គាល់ឬក៏រកស៊ីជាមួយគ្នាបងប្អូនបាញ់លុយចោះណាប៉ុន្តែដោយឡែកបើសិនជាបងប្អូនធ្វើទៅស្គាល់គ្នាតាមលេខទូរស័ព្ទតាមការផុសក្នុងក្រុមនេះគឺករណីបោកគឺច្រើនណាស់បងប្អូនអញ្ចឹងបងប្អូនត្រូវប្រយ័ត្នណាបងប្អូនបាទឧទាហរណ៍មិនទាំងអស់ទេបងប្អូនគាត់ថាមនុស្សខ្លះបុគ្គលខ្លះគាត់ចេញអាសាចេញមុខលើ TikTok ឬក៏លើ Facebook លើអីវាអត់អីទេណាបងប្អូនបាទបងប្អូនកុំទិញគាត់ធ្វើឃើញតែវីដេអូយកពីណាពីណីមកគឺករណីបោកច្រើនមែនតើហើយខ្ញុំមិនយល់ថាបងប្អូននៅសម័យនេះបងប្អូនពិបាកទិញទៀតឧទាហរណ៍តើឥឡូវបងប្អូនចង់ទិញម៉ូតូមួយពីបាត់ដំបងទៅម្សិលមិញគាត់ខ្ញុំទេទៅខ្ញុំអត់ទុកចិត្តទេបងប្អូនបាទខ្ញុំទេទៅឃើញគេផុសសង់017មួយមានពុនណាបងប្អូនគាត់លក់តម្លៃ680ខ្ញុំក៏ឲ្យគាត់63តម្លៃចរចាគ្នាត្រូវហើយគាត់ក៏បានឲ្យខ្ញុំបាញ់លុយទៅគឺខ្ញុំអត់អាចបាញ់លុយទៅទេបងប្អូនបាទដោយសារអីមុខមាត់ក៏ខ្ញុំអត់ស្គាល់ខ្ញុំស្គាល់តែត្រឹមផ្លាកលេខក្នុងកាតគ្រីទេយកមកធ្វើអីបងប្អូនបាទយកមកធ្វើអីបច្ចុប្បន្ននេះខ្ញុំប្រាប់បងប្អូនមនុស្សអត់ស្មោះត្រង់នឹងគ្នាទេដោយសារសេដ្ឋកិច្ចវាអត់ល្អប្រសើរទេអញ្ចឹងមុននឹងបងប្អូនត្រូវទិញអីក៏ដោយបងប្អូនត្រូវតែស្គាល់ឲ្យបានច្បាស់នៅការទិញលក់មិនថាទិញលក់ TikTok page អីទេមនុស្សឥឡូវគឺបោកច្រើនណាស់បងប្អូនអញ្ចឹងបងប្អូនមុននឹងទិញអីត្រូវតែស្វែងយល់ឬក៏រកកលឹះកន្លែងណាដែលអាចថាច្បាប់ជួយយើងបានណាបងប្អូនប្រចាំបងប្អូនបាទអត់លីសើចប្រហែលថ្ងៃមុនឃើញបងណាទិញ TikTok ទិញ TikTok ទិញ TikTok TVS King បងលុយដូចជាតម្លៃ1300ជាងបងឲ្យគេបាន1100ជាងបងប្អូនហើយគិតមើលបងប្អូនសម័យនេះទៅចាញ់បោកគេចឹងទៀតបងប្អូនទិញរបស់ឲ្យដល់បើឆ្ងាយដៃប្រាប់គេទៅឬក៏ថាអាចដាក់ឡានឬក៏ដាក់អីក៏ដោយបញ្ជាក់ទៅកាន់បងប្អូនឧទាហរណ៍តើឥឡូវបងប្អូននៅពេញអញ្ចឹងពេលមកដល់ពេញយើងនិយាយគ្នាឲ្យអស់ឲ្យគេអ្នកលក់ពេទ្យប្រកាសគេអត់ខ្លាចទេយើងថតវីដេអូថតអីហើយអញ្ចឹងបានន័យថារបស់ដែលយើងដាក់មកពេញពេលដែលយើងទទួលរបស់គឺយើងត្រូវបាញ់លុយឲ្យម្ចាស់គេនោះយើងដែលបានទទួលរបស់នេះនៅពេញនៅអីនេះហើយខ្ញុំរកស៊ីគឺខ្ញុំតែចឹងទេបងប្អូនបាទចឹងអត់មានអ្នកណាបោកខ្ញុំបានទេហើយបើគេអត់ហ៊ានផ្ញើមកអត់អីទេអូខេឲ្យគេលក់ទៀតចុះមិនខ្វះទេរបស់បងប្អូនទៅចាំកុំធំទៅឃើញវីដេអូឃើញរូបភាពហើយទៅបាញ់លុយឲ្យគេចឹងបងប្អូនចឹងវាពិបាកណាស់ខ្ញុំឃើញករណីច្រើនមែនតើបងប្អូនទិញអីក៏ដោយមិនថាទិញ page ទិញ TikTok ទិញអីក៏ដោយស្គាល់ចឹងដូចខ្ញុំចឹងចេញមុខបាទវាមានមុខមានវីដេអូចឹងបងប្អូនអាចរកបានងាយស្រួលរកហើយបងប្អូនគ្រាន់តែឃើញរូបភាពវីដេអូដែលគេផុសហើយបងប្អូនទៅបាញ់លុយចរចាឲ្យគេមិនដឹងមនុស្សនឹងណាតាក់ញៀនបានអីបានសុខពិបាកបងប្អូនបាទវាឃើញញឹកពេកបងប្អូនបាទចឹងបងប្អូនជួយចែករំលែកវីដេអូនេះម្នាក់មួយទៅអត់មានពិបាកទេបងប្អូនបាទសម័យនេះហើយផ្ញើរបស់មកដល់ពេញហើយមកដល់ពេញគឺយើងទទួលឲ្យបានយើងបាញ់លុយទៅឲ្យប្រាប់ទៅកងឡាននឹងឲ្យបាញ់លុយគេបានយើងអាចយកឲ្យបានដកពីគាត់បានអត់មានពិបាកអូស៊ីទេសម័យនេះហើយគេណាអូស៊ីប៉ិតប្រកាសគេអត់ខ្លាចអញ្ចឹងទេឧទាហរណ៍ថាឥឡូវយើងនៅព្រះវិហារចុះអញ្ចឹងអ្នកព្រះវិហារគេអ្នករ៉ូស៊ីប៉ិតប្រកាសគេមានឡានគេមានអីហើយអញ្ចឹងគេដាក់ឡានមកហើយអ្នកម្ចាស់ហ្នឹងគេប្រាប់ហើយថាបើសិនជាគាត់អត់បាញ់លុយអីទេបងឯងកុំឲ្យកង់3ឬក៏ឲ្យទូរស័ព្ទឬក៏ឲ្យអីអញ្ចឹងទៅណាដល់ឡែកអញ្ចឹងខ្ញុំឃើញបងប្អូននៅចាញ់បោកគេច្រើនមែនតើមិនដឹងថាមិនទេប្រហែលថ្ងៃនេះគឺអ្នកបោកក្នុងក្រុមច្រើនមែនតើអញ្ចឹងអានេះជាការចែករំលែកបងជួយចែករំលែកម្នាក់មួយផងអរគុណច្រើនពុកម៉ែបងប្អូន